ពណ៌តដែរទេអ្នកគ្នាតែយើងតមេរៀនរបស់យើងណាអញ្ចឹងទី4ហ្នឹង what is the past simple of this verb អញ្ចឹងគេឲ្យយើងរក past simple របស់វានេះគេសាប់នៅក្នុងប្រអប់នេះអញ្ចឹងតិចដាក់រួចហើយឥឡូវយើងស្ដាប់សំឡេងការអានរបស់គេតិចណា Tape script 6.3 Watched Interviewed Studied Talked Moved Started Earned Opened អូខេមានប៉ុណ្ណឹងអញ្ចឹង voice មើលថាបានមើលព្រោះវាជា past interviewed ណា interviewed នេះគឺបានសម្ភាសណាបានសម្ភាស studied ណាបានសិក្សា talk ណាបានណា talked ណាមានសំឡេង t talked ណាអញ្ចឹងបាននិយាយ moved បានផ្លាស់ប្ដូរ started បានចាប់ផ្ដើម earn ណាបានរកចំណូលបាន open បានបើកគឺសិតតែជា past ទាំងអស់អូខេអញ្ចឹងមានប៉ុណ្ណឹងនៅចំណុចទី5យើងមកមើលចំណុចវេយ្យាករណ៍ខាងក្រោមទី1 find a question with did and a negative with didn't in taxi អញ្ចឹងគេឲ្យមើលអត្ថបទឡើងវិញអ្នកគ្នាទៅចូលទៅមើលវីដេអូមុនទៅមានហើយណាអញ្ចឹងយើងចូលមើលអត្ថបទទៅឃើញគេប្រើប្រាស់ past តទី2 look at these questions ណាឥឡូវយើងមកមើលសំណួរខាងក្រោមវិញ Where does Oprah work តើ Oprah បានធ្វើការនៅឯណា and where did her father work ចុះប៉ារបស់នាងណាធ្លាប់បានធ្វើការនៅកន្លែងណាឬសារ did ណាអញ្ចឹងធ្លាប់បានធ្វើការនៅកន្លែងណា Did is the past of do and does គេថា did នេះគឺជាអតីតកាលរបស់ do ហើយនិង does នៅក្នុងបច្ចុប្បន្នកាលគេប្រើ do ហើយនិង does បែងចែកតាមប្រធានប៉ុន្តែនៅពេលដែលយើងប្រើទៅជាទម្រង់អតីតកាលមានតែទាំង do ហើយទាំង does ហ្នឹងគឺទៅជា did ទាំងអស់អូខេតទី3 we use didn't និងឬក៏ did not នឹងឯងស្មើគ្នាណា didn't មកពីពាក្យថា did not ទម្រង់កម្ម to form the negative ដើម្បីបង្កើតជាប្រយោគបដិសេធអញ្ចឹងបើយើងបង្កើតប្រយោគបដិសេធនៅក្នុងអតីតកាលយើងប្រើ did not ឬក៏ didn't we didn't have much money ណាយើងមិនមានលុយកាក់ច្រើនទេអូខេណាយើងមិនមានលុយច្រើនទេ we didn't have ឬក៏ we did not have much money នៅខាងក្រៅក៏មានមកបញ្យលបន្ថែមដែរអញ្ចឹងឥឡូវយើងចូលទៅមើលខាងក្រៅទាំងអស់គ្នាទៅនៅទំព័រ138នៅចំណុច 6.2 នៅចំណុច 6.2 នេះ past simple expresses a past action អញ្ចឹងនៅពេលដែលយើងប្រើ past simple គឺយើងបង្ហាញអំពី past action ណាសកម្មភាពដែលបានកើតឡើង that is finished ណាដែលបានបញ្ចប់រួចរាល់ដែរ I lived in Rome when I was 6 អញ្ចឹងខ្ញុំបានរស់នៅទីក្រុងរ៉ូមកាលពីខ្ញុំមានអាយុ6ឆ្នាំអញ្ចឹងគឺជាសកម្មភាពដែលបានបញ្ចប់នៅសពគ្រប់រួចរាល់នៅក្នុងអតីតកាល She started school when she was 4 ណាអញ្ចឹងនាងបានចាប់ផ្ដើមចូលរៀន when she was 4 កាលពីនាងមានអាយុ4ឆ្នាំឥឡូវឡើង4ណាថាទីម៉ានអីចប់អស់ហើយ The form of the past simple is the same in all persons នៅពេលដែលយើងប្រើទម្រង់ជា past simple ប្រធានរបស់យើងមិនថាប្រធានមួយណាទេ are you we they he she it គឺ all persons ណាគឺគ្រប់ប្រធានទាំងអស់ហ្នឹងគឺ the same ណាគឺមានលក្ខណៈដូចគ្នា positive ឥឡូវយើងមកមើលក្នុងណាការបញ្ចូលបន្ថែមទៀត positive I he she it you we they ធម្មតាយើងបែងចែកប្រធានណានៅក្នុង present នៅក្នុងបច្ចុប្បន្នកាលប៉ុន្តែពេលដែលយើងប្រើក្នុងទម្រង់អតីតកាលមានន័យថាគ្រប់ប្រធានដែលយើងមាននៅក្នុងគ្រប់ប្រធានដែលយើងមានទាំងអស់ហ្នឹងគឺប្រើទម្រង់តែមួយអញ្ចឹងមើល lived ណា lived អញ្ចឹង lived ហ្នឹងគឺប្រធានមួយណាក៏យើងប្រើដូចគ្នាដែរណាមិនថា he មិនថា she មិនថា you អញ្ចឹង they lived in London in 1985 អញ្ចឹងពួកគេបានរស់នៅទីក្រុងនោះកាលពីឆ្នាំ1985អញ្ចឹងបើសិនយើងប្រើមួយ she ក៏អត់មានបញ្ហាដែរពួកឯងទម្រង់ដូចគ្នាណា she ឬក៏ he lived in London in 1985 បានរស់នៅទីក្រុងឡុងកាលពីឆ្នាំ1985បដិសេធវិញណាបដិសេធក៏អត់មានបែងចែកប្រធានដែរគឺដូចគ្នាទាំងអស់ we use didn't ណា plus infinitive អញ្ចឹងពេលដែលយើងប្រើទម្រង់បដិសេធយើងប្រើ did not ឬក៏ didn't
បូកជាមួយនឹង infinitive ហ្នឹងគឺមានថាទម្រង់កិរិយាសព្ទដើម infinitive មានន័យថាទម្រង់កិរិយាសព្ទដើមអញ្ចឹង go បូកមួយ go វិញមក walk បូកមួយ walk បូកមួយ eat ធម្មតាណា verb 1 និយាយទៅ infinitive ហ្នឹងគឺស្មើនឹង verb 1អ្នកគ្នាណាអាស្កាយើងអត់សូវឮកន្លែងនេះយើងអត់សូវឮពី infinitive តែយើងឮ verb 1អញ្ចឹងបូកមួយ verb 1ណាwithout to សឹងពេលដែលយើងប្រើជាមួយនឹងកិរិយាសព្ទរបស់យើងហើយយើងអត់ត្រូវការប្រើ to ទេ in all persons ណាគ្រប់ប្រធានទាំងអស់ I he she it we you they didn't ឬក៏ did not អញ្ចឹងយើងមើលប្រធានរបស់យើងទាំងអស់អត់មានបែងចែកទេយើងប្រើ did not ឬក៏ didn't នៅក្នុងប្រយោគបដិសេធហើយបូកជាមួយនឹង infinitive គឺ verb 1របស់យើងហ្នឹង now live in Madrid ខ្ញុំបានរស់នៅទីក្រុង Madrid នឹងអត់ទាន់មានកាលណាអញ្ចឹងធ្លាប់រស់នៅគាត់ណាប្រាប់ថាខ្ញុំធ្លាប់រស់នៅទីក្រុង Madrid ណាតែឥឡូវឈប់នៅហើយមិនថាអ្នកណាទេមិនថានាងឬក៏មិនថាពួកគេមិនថាពួកយើងមិនថាអ្នកទេគឺបានណាបានធ្លាប់រស់នៅទីក្រុង Madrid អូខេ question ណាប្រយោគសំណួរវិញម្ដងប្រយោគសំណួរ we used did ណា we used did plus subject អញ្ចឹង subject ណាគេ subject នេះទាំងអស់នេះគឺជា subject ណា I you we they he she it នឹងឯងគឺជាណាគឺជា subject អញ្ចឹង did plus subject នេះ subject អូខេអញ្ចឹងយើង did ណានេះគឺជា question word ណាពាក្យដែលសំណួរយើងសួរបន្ថែមហ្នឹងអញ្ចឹងយក did បូកជាមួយនឹង subject បូកជាមួយនឹង infinitive ណា infinitive អញ្ចឹង infinitive គឺ verb 1 អញ្ចឹង when did I go ពេលណាដែលខ្ញុំណាបានទៅអូខេដោយសារ did ណាពេលណាដែលខ្ញុំបានទៅអញ្ចឹងទៅរួចហើយអ្នកនរគ្នាណា where did we go តើយើងទៅណាអន្តតែយើងបានទៅណាភ្លេចបាត់ហើយអ្នកជួយចាំតិចមើលអូខេចឹងវាជាអតីតកាលណាវាជាអតីតកាលទាំងអស់ចឹងចម្លើយដែលគេឆ្លើយថា yes ឬក៏ no ចឹងនិយាយវាផ្ដើមដោយ did you like the film មិនតែទៅមើលរឿងល្អអត់រឿង no I didn't អត់ទេខ្ញុំដូចជាមើលទៅអត់សូវពេញចិត្តណា did she ឬក៏ប្រធានផ្សេងទៀតមក enjoy the party ណាមិនដែរទៅជួបលៀងណាសប្បាយអត់បើសិនជាសប្បាយ yes ណាសួរអ្នកណាសួរ they yes they did បើ no they didn't ណាចឹងនិយាយសួរអ្នកណាឆ្លើយនឹងមកហើយចម្លើយរបស់យើងគឺបើសិនជា yes ណានិយាយឲ្យប្រធានមក did បើពេល no ប្រធានរបស់យើងឲ្យ didn't អូខេអ្នកនរគ្នាហើយឥឡូវយើងមកណាបកធ្វើលំហាត់របស់យើងវិញម្ដង complete the questions about opera ចឹងយើងបំពេញប្រយោគអំពីណា opera វិញម្ដង where did her father work in a coal mine what ចឹង she clean houses what did her mother do ណា what did her mother do តើម្ដាយរបស់នាងបានធ្វើការងារអ្វីដែរណា clean houses ណាបានសម្អាតតាមផ្ទះគេ her grandmother who did Oprah live with បានរស់នៅជាមួយតើ Oprah បានរស់នៅជាមួយនរណា her grandmother បានរស់នៅជាមួយនឹងលោកយាយរបស់នាងកាលពីគាត់នៅក្មេងចឹងគេប្រើជាទម្រង់អតីតកាលយើងបូកមួយប្រធានបូកជាមួយនឹងinfinitive ឬក៏ verb 1ណាគេស័ព្ទរបស់យើង what she drama what did she study តើនាងបានរៀនជំនាញផ្នែកអីណា drama ណាផ្នែកសម្ដែង when អូខេចឹង Michael Jackson ចឹង when did she interview Michael Jackson ណាពេលណាដែលនាងបានសម្ភាសលោក Michael Jackson ចឹង in 1993ណាកាលពីឆ្នាំ1993 Michael Jackson នេះ Oprah ណាគាត់បានហៅលោក Michael មកសម្ភាសhow much last year ចឹង how much did she earn តើនាងបានរកចំណូលបានប៉ុន្មានកាលពីឆ្នាំទៅណា260 million ណា260ពាន់ច្រើនមែនតើ when
in 2007 a girls school អូខេអញ្ចឹងយើងអានអត្ថបទដែរបានយើងយល់ណាអ្នកគ្នាយើងមើលវីដេអូមុនទៅwhen did she open the girls school ពេលណាដែលនាងបានបើកសាលាសម្រាប់ក្មេងៗស្រី in 2007 កាលពីឆ្នាំ2007 her parents much money no they didn't អូខេអញ្ចឹង did her parents earn much money no they didn't ណាអត់ទេពួកគាត់រកចំណូលអត់បានច្រើនទេណាកាលពីពួកគាត់អត់តមានអូប្រាតោះឥឡូវយើង stop ផ្ទាត់ចម្លើយរបស់យើងបើមានកន្លែងណាខុសយើងនឹងណាកែឡើងវិញអូខេតោះ Tape script 6.5. 1. Where did her father work? In a coal mine. 2. What did her mother do? She cleaned houses. 3. Who did Oprah live with? Her grandmother. 4. What did she study? Drama. 5. When did she interview Michael Jackson? In 1993. 6. How much did she earn last year? $260 million. 7. When did she open the girls' school? In 2007. 8. Did her parents earn much money? No, they didn't. អូខេយើងបំពេញត្រូវទាំងអស់ហើយអរគ្នាមានប៉ុណ្ណឹងណានៅកន្លែងនេះអរគុណច្រើនអ្នកដែលចង់ចូលរៀនផ្ទាល់អាចឆាតទៅ page ណា page ទីចដាក់link នៅខាងក្រោមអាចចុចទៅហើយឆាតសួរព័ត៌មានបានណា